ម៉ាទី96របស់យើងគឺការសិក្សាពីភាពរីកភាពរួមនៃសេរីធរណីមាត្រអណន្តខាងក្រោមបើយើងនិយាយពីសេរីធរណីមាត្ររបស់យើងគឺយើងត្រូវការធ្វើផលធៀបយើងរកផលធៀបរួមណាជាងអ្នកនរគ្នាត្រូវដឹងថាតួទី1របស់វាគឺ1វា3ចឹងនេះគឺតួទី1របស់វាស្មើ1វា3បន្ទាប់មកយើងត្រូវសិក្សាអំពីផលធៀបរួមរបស់វាតើ a របស់វាស្មើប្រមាណនៅវីដេអូមុនយើងបានប្រាប់ពីរបៀបគណនាហើយវាសរសេរហើយមិនអញ្ចឹងហ៎តែឥឡូវយើងមកមើលធ្វើផលធៀប1 លើ 6បាទធៀបជាមួយនឹង1វា3ស្មើប៉ុន្មានហ្នឹងបើស្មើ1វា2ណាзаразយើងសាកសួរផលធៀបទៅទៀតមើល1 លើ 12ធៀបជាមួយ1 លើ 6ប៉ុន្មានអានោះក៏ស្មើជាមួយនឹង1 ភាគ 2ដែរមិនអញ្ចឹងយើងស្គាល់ a បាទយើងស្គាល់អំណាចខាតរបស់ a របស់យើងគឺយើងស្គាល់អំណាចខាត a របស់យើងគឺវាមិនវាទូជាង1ទៅហ៎វាទូជាង1អញ្ចឹងយើងអាចប្រើរូបមន្តរបស់យើង s របស់យើងបាទផលបូកបាទនៃសេរីធរណីមាត្រអណន្តរបស់យើងហ្នឹងគឺស្មើជាមួយនឹងតួទី1 1វា3ចែកជាមួយនឹង1ដកជាមួយនឹងផលធៀបរួមរបស់យើងគឺ1ភាគ2បាទដកមកនៅខាងកន្លះវិញទៅលើតែ2ភាគ3ដូចគ្នាដែរអ្នកនរគ្នាអាចធ្វើលំហាត់លេខ2បាទធ្វើលំហាត់លេខ2អ្នកនរទៅឆ្លើយតបជាមួយនឹងចម្ងល់របស់យើងឬសំណួររបស់យើងចង់សួររកហ្នឹងគឺតែតួទី1របស់យើងគឺ1ភាគ4តើតួទី1ស្មើប្រមាណព្រោះតែផលធៀបរួមរបស់យើងស្មើប្រមាណឥឡូវយើងមកមើលផលធៀបរួមរបស់យើង a គឺស្មើជាមួយនឹងដកបាទដក1 លើ 2 ឬ 2ចែកជាមួយនឹង1ភាគ4យើងបោះ4ទៅលើទៅបាទបើចេញដក4លើ2ឬ2គុណ1ឬ2ទៅចេញដក2ឬ2លើឬ2គុណ1ឬ2បាទហេតុបានធ្វើអញ្ចឹងយើងអត់ទុករ៉ាឌីកាល់នៅភាគបែងទេនៅភាគបាទនៅភាគបែងទេបាទយើងគុណភាគយកជាមួយនឹងឬ2មកចឹងទៅជាដក2ឬ2លើ2វាស្មើជាមួយដកឬ2អូខេឥឡូវអ្នកនរគ្នាគិតសិនបាទអ្នកនរគ្នាគិតសិនថាតើប្រសិនមកយើងយកអាតួទី3ធៀបជាមួយនឹងតួទី2តើវាឃើញផលធៀបរួមដែរទេឃើញដកឬ2ដែរទេឥឡូវសាកធ្វើមួយសិនណាបាទចែកជាមួយនឹងដក1លើ2ឬ2បាទចែកទៅលើជា2ឬ2ដក2ឬ2លើ2ស្មើជាមួយនឹងដកឬ2អូវាពិតជាស្មើជាមួយនឹងដកឬ2ឥឡូវអ្វីដែលយើងត្រូវដឹងមួយចំណុចទៀតណាអ្វីយើងត្រូវដឹងមួយចំណុចទៀតប្រសិនបើវាស្មើជាមួយនឹងដកឬ2តើតម្លៃដែលខាតរបស់វាតើតម្លៃដែលខាតរបស់ a នេះវាទូចជាង1ឬក៏វាធំជាង1អញ្ចឹងគិតមើលឬ2ធំជាង1ឬទូចជាង1ឬ1វាស្មើ1ឬ2ប្រកាសជាធំជាង1មិនអញ្ចឹងទេអញ្ចឹងតម្លៃការនៃ a របស់យើងនៃរបស់យើងវាធំជាង1បើសិនជាតម្លៃដែលខាតរបស់ a របស់យើងធំជាង1វាគឺជាអីបាទវាគឺជាអីអ្នកនរគ្នាមកមើលមេរៀនរបស់យើងណាវាគឺជាបាទផលបូកវាជាអីគេជាសេរីរីកបាទអញ្ចឹង s របស់វាគឺជាសេរីរីកបើសិនជាសេរីរីកគឺយើងមិនអាចរកតម្លៃវាឃើញទេណាចឹងយើងអាចត្រឹមតែប្រាប់គេថាហ្នឹងគឺជាសេរីរីកបាទ s របស់វាគឺជាសេរីរីកណាអូខេហើយបើសិនបើអ្នកនរគ្នាមើលអាស្វ័យគុត n តួវាក៏វាអត់ខិតទៅជិត0ដែរបាទវាអត់អាចខិតទៅជិត0ទេអញ្ចឹងវាជាសេរីរីកអូខេព្រោះ a របស់វាមិនខណ្ឌ a របស់វាគឺធំជាង1អូខេឥឡូវយើងមកធ្វើលំហាត់ទី97ទាំងអស់គ្នានៅវីដេអូក្រោយបាទអរគុណ